បងប្អូនទាំងអស់គ្នាខ្ញុំចង់មកនិយាយរឿងមួយនិយាយរឿងផ្នត់គំនិតខ្មែរយើងណាខ្មែរយើងចាស់មួយចំនួនដែលគាត់នៅប្រកាន់ណាគាត់អត់បើកចិត្តឲ្យទលាយគ្រប់ការសម្រេចចិត្តរបស់នារីយើងជាពិសេសគាត់ឃើញបងប្អូនស្រីយើងអាយុច្រើនហ្នឹងអូអ្នកភូមិសាច់ញាតិអីចឹងសួរអើយនៅយូរម៉េចនៅយូរម៉េចកុំរើសពេកហ្នឹងនៅចាស់ហ្នឹងអស់ហើយគ្មានណាយកទេស្អីនិយាយអញ្ចឹងណាអ្នកចាស់ក្នុងភូមិអីចឹងគាត់សួរអញ្ចឹងបើខ្ញុំវិញបទពិសោធន៍គឺនៅកន្លែងធ្វើការអូដើរទៅដើរមកថ្ងៃនឹងសួរប្រមាណនេះទេបើណាគេស្រឡាញ់យកទៅអើយបានមើលថែគ្នាបានមើលថែគ្នាវាមិនសូវអីហ្មងទេបានយកមកដើរផឹកស៊ីមួយថ្ងៃតូលយប់មួយយប់តូលភ្លឺហ្នឹងបើតបៅទ្រូងថែមនៅម្នាក់ឯងចង់ស៊ីចង់ចាយចង់ដើរចង់ទៅណាទៅនឹងបានអត់មានតែខ្វល់ក្បាលវ៉ាល់មួយអ្នកណាទេមិនតែខ្វល់ថាអូល្ងាចឡើងត្រូវស្លអីចឹងព្រឹកឡើងត្រូវធ្វើអីចឹងបោកកៅអៅបោកគក់អីត្រូវគិតខាងសាច់ញាតិខាងប្តីសាច់ញាតិខាងអញកងរដូវចូលឆ្នាំរដូវភ្ជុំអូគ្រប់មុខគ្រប់បែបទាំងអស់ខ្ញុំអត់ខ្វល់ទេនៅម្នាក់ឯងគឺថាស្រួលហ្មងកុំតែយកប្តីហួសទេបងប្អូនចាបើថាអត់ទាន់យកប្តីហួសអីគឺថានៅម្នាក់ឯងគឺស្រួលខ្លាំងហ្មងអត់មានឈឺក្បាលវិលមុខមួយអ្នកណាសោះហ្មងណាស្រួលហ្មងសេរីភាពពេញលេញហ្មងខ្ញុំនិយាយចឹងហ្មងហើយយើងមានប្តីហើយនៅសួរទៀតចាស់មួយអញកាលយកកូនអត់យកកូនយកចៅអីទេនិយាយទៅសំណួរអត់ចេះចប់ហ្មងនិយាយទៅអត់មានគោរពសិទ្ធទេបើគេនៅនេះវិញគេចង់យកប្តីយកគេមិនយកគ្មានអាណាទៅទើសក្បាលវ៉ាល់អ្នកណាទេហ្នឹងគឺជារឿងឯកជនរបស់គេសម្រាប់នៅស្រុកនេះណាគេយកគេមិនយកឲ្យទៅរឿងកូនចៅក៏ដូចគ្នាដែរគេអត់មានសួរមាន